ខ្ញុំព្រះករុណាបានមិនលើករៀបរាប់អំពីព្រះគុណច្រើនទេគ្រាន់តែចង់និយាយអំពីជីវិតម្ដាយម្នាក់ដែលចិញ្ចឹមកូនប្រុសស្រីនៅក្នុងបន្ទប់ក្រុមគ្រួសារជាមួយនឹងឪពុកតើឆ្លងកាត់ព្យុះភ្លៀងលំបាកវេទនាយ៉ាងណាខ្លះដំណក់ជាមួយចំណែកបានមកពីម៉ែដំណក់ជាមួយចំណែកទៀតបានមកពីឪម៉ែត្រូវពោពោះម៉ែត្រូវមានរដូវម៉ែត្រូវសម្រាលកូននៅក្នុងនោះក៏មានស្ត្រីមិនតិចអ្នកដែរដែលបានបាត់បង់ជីវិតដោយការឆ្លងទន្លេព្រោះហេតុដូច្នោះទើបម៉ែមានឈ្មោះថាប៉ោសេនតីប្រែមកថាស្ត្រីអ្នករក្សានៅកូនស្ត្រីទាំងឡាយណាដែលបំបាញ់កូនដោយទឹកដោះពោពោះកូន9ខែ10ថ្ងៃដោយក្តីលំបាកទ្រាំឈឺទ្រាំរងាទ្រាំចាញ់គល់សពគ្រប់ប្រការទាំងអស់ស្ត្រីនោះឲ្យឈ្មោះថាម៉ែគ្មានម៉ែណាម្នាក់ក្នុងលោកនេះដែលបានកាត់កាលកូនចោលពីបេះដូងរបស់ខ្លួនទេគ្មានម្ដាយណាម្នាក់ក្នុងលោកនេះចង់ឲ្យកូនក្រលំបាកវេទនាខ្លោចផ្សានិរាសប្រត់ប្រាស់នោះឡើយបំណងប្រាថ្នារបស់ម៉ែគឺចង់ឃើញកូនរស់នៅជួបជុំគ្នាក្នុងជីវិតកូនមានម្ដាយប្រុសស្រីទាំងឡាយហើយតាំងពីម៉ែចាប់ដៃជាមួយឪពុករបស់កូនរហូតមកជាធម្មជាតិរបស់មនុស្សម៉ែក៏ជាស្ត្រីដែលមានគភ៌ទៅតាមច្បាប់នៃធម្មជាតិហើយជីវិតអាពាហ៍ពិពាហ៍រវាងម៉ែនិងពុករបស់កូនក៏ឆ្លងកាត់ឧបសគ្គនៃការលំបាកច្រើនណាស់ប៉ុន្តែតម្រាំតែដល់ពេលមួយដែលម៉ែដឹងថានឹងคลายខ្លួនធ្វើជាម្ដាយគេហើយនោះគឺម៉ែមានសេចក្តីញញឹមសប្បាយរីករាយនៅក្នុងចិត្តជានិច្ចហើយសម្គាល់ខ្លួនឯងថាបន្តិចទៀតនឹងមានក្មេងម្នាក់មកហៅខ្ញុំថាម៉ែថាម៉ាក់ជាដើមអារម្មណ៍មួយនេះធ្វើឲ្យម៉ែចងចាំមិនភ្លេចនៅក្នុងជីវិតហើយដោយការគ្រោងទុក9ខែ10ថ្ងៃកូនក៏ប្រសូតចាកផ្ទៃនៃម្ដាយតែកូនមិនដឹងពីការឈឺចាប់របស់ម៉ែក្នុងពេលប្រសូតកូននោះលំបាកយ៉ាងណាទេពាក្យចាស់ថាឆ្លងទន្លេពាក្យថាឆ្លងទន្លេនេះគឺមានព្យុះមានភ្លៀងស្ទើរតែមិនអាចមានសង្ឃឹមថាម៉ែអាចនឹងនៅបានឃើញមុខកូនបានទេពេលខ្លះម្ដាយក៏ស្លាប់ពេលឆ្លងទន្លេពេលខ្លះទៀតឪពុកក៏ស្លាប់ពេលឆ្លងកូនក៏ស្លាប់ពេលឆ្លងទន្លេឪពុករបស់កូនរងទុក្ខលំបាកវេទនារងពឹងអ្នកដទៃយ៉ាងណាក៏មិនអាចជួយសង្គ្រោះជីវិតរបស់ម៉ែនិងកូននេះបានឡើយ